មនុស្សស្រីស្ងៀមស្ងាត់មិនមែនមានន័យថានាងល្ងងទេតែមានន័យថានាងឲ្យតម្លៃអ្នកមនុស្សប្រភេទច្រើននៅពេលដែលខ្លួនធ្វើអ្វីមួយខុសហើយឃើញថាមនុស្សស្រីនៅស្ងៀមស្ងាត់មិនស្ដីបន្ទោសមិនរករឿងគិតថាមនុស្សស្រីមិនដឹងរឿងនិងយល់ថាមនុស្សស្រីឆោតល្ងងថែមទៀតផងតែមនុស្សប្រុសយល់ខុសហើយមនុស្សស្រីស្ងៀមស្ងាត់មិនមែនមានន័យថានាងល្ងងនោះទេតែមកពីនាងស្រឡាញ់និងឲ្យតម្លៃទៅលើអ្នកទើបនាងជ្រើសរើសយកភាពស្ងៀមស្ងាត់មនុស្សស្រីនៅពេលដែលស្រឡាញ់មនុស្សប្រុសណាម្នាក់គឺនាងស្រឡាញ់អស់ពីបេះដូងមិនថាមនុស្សប្រុសដែលនាងស្រឡាញ់សាងកំហុសអ្វីច្រើនឡើយនាងតែជ្រើសរើសយកភាពស្ងៀមស្ងាត់ដោយមិនរករឿងមិនស្ដីបន្ទោសនោះក៏ដោយសារតែខ្លាចបាត់បង់ម្យ៉ាងវិញទៀតដោយសារតែនាងស្រឡាញ់និងឲ្យតម្លៃមនុស្សប្រុសដែលនាងស្រឡាញ់តែនាងចង់ផ្ដល់ឱកាសតែបើមនុស្សប្រុសយល់ថាមនុស្សស្រីស្ងៀមស្ងាត់ដោយសារតែនាងល្ងងមិនដឹងរឿងអ្វីនោះមនុស្សប្រុសយល់ខុសហើយដូច្នេះហើយភាពស្ងៀមស្ងាត់របស់មនុស្សស្រីវាមិនបញ្ជាក់ពីភាពឆោតល្ងង់របស់នាងឡើយវាបញ្ជាក់ពីក្តីស្រឡាញ់និងការឲ្យតម្លៃដល់មនុស្សដែលនាងស្រឡាញ់ប៉ុន្តែបើមនុស្សប្រុសនៅតែបន្តយល់ឃើញថានាងល្ងង់ហើយនៅតែសាងកំហុសម្ដងហើយម្ដងទៀតនាងនឹងចាកចេញពីអ្នកដោយស្ងៀមស្ងាត់ហើយគ្មានពាក្យថាស្ដាយស្រណោះចំពោះអ្នកឡើយជារួមមកការស្ងៀមស្ងាត់របស់មនុស្សស្រីវាមិនមែនមានន័យថានាងល្ងងមិនដឹងអ្វីតទៅសោះនោះទេនាងគ្រាន់តែឲ្យតម្លៃលើអ្នកទើបនាងចង់ផ្ដល់ឱកាសឲ្យអ្នកបានកែខ្លួនតែបើអ្នកនៅតែគិតថានាងឆោតល្ងង់ទៀតនោះអ្នកត្រៀមខ្លួននឹងបាត់បង់មនុស្សស្រីដ៏ល្អម្នាក់ទៅហើយ